នៅក្នុង app Messenger គេមានកន្លែងឲ្យចាក់សោលេខកូដមកតង់ទៀតដើម្បីរក្សាឯកជនភាពហើយលោកណាគេខ្ចី call មកផ្លែតអីចឹងទៅច្រឡំដៃចុចមើលដោយជាយថាហេតុហើយបើសិនអ្នកដឹងហើយអូម្លងតែបើអ្នកអត់ដឹងនេះម្នេះមកបងប្អូនអរគ្នាមុននឹងទៅដល់តែគេធ្វើម៉េចសូមបងប្អូនជួយ follow page លើ link Cambodia ដែលជា brand របស់កូនខ្មែរអាវខ្ញុំបាទពាក់ style polo សាច់ក្រឹមមាន7ពណ៌ខោនេះ KHP 724វរៈកងតកខ្មែរសន្តិភាពសាច់កណាត់ទាហានអាមេរិក VIP ជើងនេះក៏អាចស្លៀកបានពីរបែបហើយស្លៀកមកគឺចេញរូបរាងសង្ហាបែបនេះជាដំបូងបងប្អូនចូលមកកាន់ app Messenger មកបន្ទាប់មកមើល menu នៅខាងក្រោមនេះបន្ទាប់មកបងប្អូនជ្រើសរើសពាក្យ setting បន្ទាប់មកបងប្អូនចូល privacy and safety បន្ទាប់មកកន្លែងនេះបងប្អូនមើលកន្លែង app lock អញ្ចឹង require face ID or passcode អញ្ចឹងយើងចូលកន្លែងហ្នឹងមកបើសិនជាយើងមាន scan មុខកន្លែងនេះវាអត់មានឲ្យដាក់លេខកូដទេតែបើទូរស័ព្ទយើងអត់មាន scan មុខទេវានឹងឲ្យដាក់លេខកូដអញ្ចឹងយើងបើកកន្លែងនេះមកនេះវានឹង scan មុខយើងអញ្ចឹងអាកន្លែងនេះវាមាននាទីអញ្ចឹងបន្ទាប់ពីចេញទៅ1នាទីទៅវាទាលេខកូដឬក៏ scan មុខអញ្ចឹងបើសិនជា after I leave អញ្ចឹងបានន័យថានេះឲ្យតែយើងចេញមកចូលមកវិញគឺដឹងថាទា scan មុខនិងលេខកូដហើយឲ្យតែចេញមកគឺចូលមកវិញទា scan មុខឬក៏ passcode ហើយតែប៉ុណ្្នឹងជាការស្រេច